ប្រិមត្តជាទីគោរពថ្នាក់ដឹកនាំខេត្តអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន1ខ្នងជាអំណោយរបស់អង្គការសប្បុរសធម៌ First Unit នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលឯកឧត្តមឌូសាខនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅរសៀលថ្ងៃទី18ខែមីនាឆ្នាំ2025នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន1ខ្នងដែលមានទទឹង9ម៉ែត្របណ្ដោយ40ម៉ែត្រនិងមាន5បន្ទប់ស្ថិតនៅក្នុងភូមិថ្មីឃុំថ្មីស្រុកកណ្ដាលស្ទឹងជាអំណោយរបស់អង្គការសប្បុរសធម៌ First Unit ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុកប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើនរូបផងដែរថ្លែងនៅក្នុងពិធីនេះឯកឧត្តមគួចចម្រើនបានថ្លែងអំណរគុណនិងធ្វើការកោតសរសើរទៅដល់អង្គការសប្បុរសធម៌ First Unit ដែលបានខិតខំជួយគៀកសប្បុរសជននានាជួយចូលរួមកសាងសាលារៀននេះតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់នៅការសាងសង់ជូនសិស្សានុសិស្សនៅក្នុងស្រុកកណ្ដាលស្ទឹងឲ្យមានអគារសិក្សាមួយដែលមានលក្ខណៈសមស្របហើយសមិទ្ធផលថ្មីមួយនេះគឺជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជូនកូនចៅមកបន្តការសិក្សារៀនសូត្រឲ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូនប្រជាពលរដ្ឋដែលបានចូលរួមថាកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើងព្រោះប្រទេសមួយមានសុខសន្តិភាពគឺមានលទ្ធភាពផ្ដោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានានូវចីរភាពនៃកិច្ចអភិវឌ្ឍជោគជ័យទាំងនេះផ្ដើមចេញពីការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះនិងជាបិតាសន្តិភាពរបស់កម្ពុជាព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ពីសំណាក់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរឯកឧត្តមគួចចម្រើនបានបញ្ជាក់បន្ថែមថាសប្តាហ៍ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រប្រជាពលរដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាពដូចនេះចូលបងប្អូនយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនិងសមិទ្ធផលទាំងនេះឲ្យបានគង់វង្សថេរដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបាននូវសមិទ្ធផលដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេសនិងសង្គមជាតិយើងនាឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាលបានជំរុញដល់មន្ទីរអប់រំយុវជននិងកីឡាត្រូវតែខិតខំជំរុញការប្រឡងប្រជែងអង្គភាពផ្ដល់សេវាគំរូនៅក្នុងការផ្ដល់សេវាសាធារណៈនៅក្នុងវិស័យអប់រំឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតជាងនេះទៅទៀតនោះមន្ទីរអប់រំខេត្តសូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបាននៅក្នុងការប្រកួតប្រជែងតែត្រូវមើលលើសពីនេះពលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្ដល់សេវាសាធារណៈនៅក្នុងវិស័យគំរូនេះគឺជាការធ្វើឲ្យថ្នាក់ដឹកនាំមន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់នៅរាល់សូចនករដើម្បីបំពេញនៅចំណុចខ្វះខាតរបស់ខ្លួនឲ្យល្អគ្រប់សូចនករដែលបានកំណត់សម្ដៅយកមកបម្រើការងារជាក់ស្ដែងស្របតាមស្តង់ដារអប់រំជាងនេះទៅទៀតសូមអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ត្រូវតែខិតខំលើកគម្រោងដើម្បីស្នើថវិកាដែលទទួលបានមកពីសួយសាររ៉ែដើម្បីយកមកអភិវឌ្ឍវិស័យអប់រំវិស័យសុខាភិបាលនិងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអគ្គិភ័យនៅក្នុងរដូវក្តៅនេះជាពិសេសគឺត្រូវតែប្រយ័ត្នចំពោះខ្សែភ្លើងអគ្គិសនីជៀសវាងបង្កជាអគ្គិភ័យបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិនិងអាយុជីវិត
ត្រូវតែរួមគ្នាគោរពនៅច្បាប់ចរាចរណ៍ទាំងអស់គ្នានិងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀននាឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ទីរអប់រំយុវជននិងកីឡាខេត្តក៏បានចុះទៅពិនិត្យស្ថានភាពសាលាបឋមសិក្សាត្រពាំងវែងផងដែរបាទសូមអង្គទីទៀតហើយអរគុណសូមអញ្ជើញលោកលីហេបាទសូមអញ្ជើញលោកណានខិនថាយាបាទសូមអបអរសាទរនេះគេរកកាត់គេនឹង